ចេះផ្ទះពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅសង្កាត់ចាក់អង្រែក្រោមអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តផលិតអគ្គិភ័យចេញមកជួយអន្តរាគមន៍ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 5:40 នាទីល្ងាចថ្ងៃទី29 ខែមិថុនាឆ្នាំ2025ស្ថិតនៅចំណុចផ្ទះលេខ176ផ្លូវបេតុងភូមិកាឡុង1សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញនេះបើតាមការិយាល័យបង្ការផលិតអគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះដែលមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការផលិតអគ្គិភ័យនិងសង្គ្រោះត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលាដោយទទួលបានបទបញ្ជាលោកវរៈសេនីយ៍ឯកព្រំយន្តនៃការិយាល័យបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពលិតឲ្យទាន់ពេលវេលាកុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះនៅក្បែរនោះដោយនៅក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តផលិតអគ្គិភ័យចំនួន7គ្រឿងនៅក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញចំនួន4គ្រឿងប្រើប្រាស់ទឹកអស់ចំនួន2ឡានស្មើនឹង8ម៉ែត្រគូបរថយន្តជំនួយរបស់ក្រសួងមហាផ្ទៃចំនួន2គ្រឿងប្រើប្រាស់ទឹកអស់មួយស្មើនឹង4ម៉ែត្រគូបនិងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន1គ្រឿងពុំបានប្រើប្រាស់ទឹកនោះទេដោយឡែកចំពោះប្រភេទសំរាមខាងលើគឺជាប្រភេទថ្មប្រក់ស័ង្កសីទំហំ6ម៉ែត្រគុណនឹង28ម៉ែត្រឆេះបន្ទប់ទំហំ6ម៉ែត្រគុណនឹង8ម៉ែត្រចំនួន1បន្ទប់រួមមានប្លង់ផ្ទះចំនួន1ប្លង់លុយរៀលចំនួន60,000រៀលនិងសម្ភារៈក្នុងបន្ទប់មួយចំនួនហើយពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយចំពោះករណីអគ្គិភ័យខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង 6:10 នាទីយប់នាថ្ងៃខែឆ្នាំដដែលចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃើញថាគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យដែលឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើគឺមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះឡើយសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ